សុំកោបងលហុងយើងក្តៅក្តៅនេះហ่ะត្រូវម៉ាច់សម្រាប់បងប្អូនល្ងាចល្ងាចមិនដឹងហូបអីខែភ្លៀងត្រជាក់ត្រជាក់អញ្ចឹងបានសុំមីនេះមួយចាននិយាយពីថាអេមនោះការធ្វើសុំនេះហ่ะអីដែលសំខាន់ជាងគេគឺកុំឲ្យមានក្លិនឆ្អាបរបស់គោជាដំបូងខ្ញុំដាំទឹកឲ្យក្តៅខ្ញុំបន្ថែមស្រាចិនចំនួន1កូនចានស្រាចិននឹងវាជួយកាត់ក្លិនឆ្អាបរបស់គោហើយបន្តមកទៀតពេលយើងដាំវាបានមកពុះហើយយើងយកឆ្អឹងគោនឹងទៅលាងជាមួយទឹកស្អាតពី3ទឹកទៅបងប្អូនធ្វើតែក្បួននឹងទៅវាជួយកាត់ក្លិនឆ្អាបបាន50%ហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមដាំខ្ទះឲ្យក្តៅខ្ញុំមកអាំងខ្ទឹមបារាំងខ្ទឹមក្រហមខ្ទឹមសគ្រឿងកាត់ឆ្អាបមានគល់ក្រៃម្ទេសល្ក្រូចជាមួយនឹងខ្ញីទៅគ្រឿងតែ6 7មុខនេះយើងត្រូវអាំងវាឲ្យឡើងក្លិនឈ្ងុយនិយាយទៅឲ្យរៀងខ្លោចតិចក៏បានដែរបន្តមកទៀតយើងបងគ្រឿងដែលបានលីងឈ្ងុយនឹងចូលទឹកដែលយើងបានដាំថ្មីហើយយើងចាប់ផ្ដើមដាក់ឆ្អឹងស៊ុបដែលយើងបានលាងហើយនឹងចូលមកសម្រាប់រសជាតិខ្ញុំបន្ថែមដុំស៊ុបមាន់ចំនួន3ដុំទឹកត្រី1កូនចានហើយខ្ញុំបន្ថែមម្រេចជាមួយនឹងផ្កាចាន់ចូលដើម្បីឲ្យទឹកស៊ុបយើងកាន់តែមានក្លិនឈ្ងុយសម្រាប់ស៊ុបគោនេះខ្ញុំរំងាស់រយៈពេល3ម៉ោងបន្តមកទៀតខ្ញុំលើកឆ្អឹងគោចេញជាមួយត្រង់កាក់ចេញឲ្យអស់មុននឹងបងល្ហុងចូលហើយសម្រាប់ស៊ុបគោនេះមួយបើអត់ល្ហុងដូចខ្វះអីមួយយ៉ាងអញ្ចឹងតើបានបងល្ហុងវាត្រូវជាតិគ្នាហ្មងខ្លាញ់គោដែលដៃលើត្រាលើឆ្នាំងនោះបងប្អូនដួសវាចេញខ្លះទៅកុំឲ្យវាខ្លាញ់ច្រើនពេកសម្រាប់ស៊ុបគោកាលនៅពីក្មេងៗខ្ញុំចូលចិត្តញ៉ាំជាងគេជាមួយនឹងកន្តិចមីនេះឯងបងប្អូនញ៉ាំមួយស៊ុបញ៉ាំមួយអីហ្នឹងកុំភ្លេចជាមួយទឹកជ្រលក់ថ្ងៃនេះខ្ញុំជ្រើសរើសជាមួយនឹងផលិតផល J Top Lady តាមផលិតផល J Top Lady មានដល់ទៅ5មុខបងប្អូនមានទឹកម្ទេសទឹកសៀងទឹកស្អ៊ីវទឹកត្រីជាមួយនឹងទឹកប្រេងខ្យងផលិតផល J Top Lady ទាំងអស់ផ្សំឡើងពីវត្ថុធាតុដើមរបស់ខ្មែរជាផលិតផលខ្មែរដែលមានស្តង់ដារខ្ពស់រសជាតិឆ្ងាញ់និងអនាម័យសំខាន់តម្លៃសមរម្យបំផុតសម្រាប់ផលិតផល J Top Lady ទាំងអស់មានការអនុញ្ញាតគ្រប់គ្រងនិងអនុលោមតាមចបផ GMP HACCP HALA និង CCD ទៅបងប្អូនអាចប្រើផលិតផល J Top Lady នេះដោយទំនុកចិត្តបានខ្ញុំពងអង្គុយ voice over នេះឡើងចង់ស្រក់តម្រាំម្ដងទៀតហើយបងប្អូនបងប្អូនដែលចង់ជាផលិតផលអាចតាក់ទងទៅកាន់លេខខាងក្រោមនេះបានឬតាក់ទងទៅកាន់ទំព័រ Facebook Page J Top Lady នេះបានអរគុណបងប្អូនទាំងអស់គ្នាបាយបាយ